រឿងសារកាកែវឆ្លាតវៃអ្នកថ្ងៃស្អែកនេះខ្ញុំចេញពីបរបាញ់សัตว์នៅក្នុងព្រៃធំអ្នកជួយរៀបចំបាយទឹកពីព្រឹកបន្តិចទៅខ្ញុំបានប្រាប់អ្នកយូរណាស់មកហើយថាទិបរបាញ់សัตว์នៅទីនោះព្រោះសម្បូរសត្វព្រៃច្រើនណាស់បើទិតាមខ្ញុំតាំងពីយូរណាស់ម្លេះពេលនេះយើងបានប្រាក់ច្រើនណាស់មកហើយយីចុះស្អែកនេះយើងទិបរបាញ់នៅព្រៃធំហើយតាអ្នកនៅរអ៊ូអីទៀតត្រៀមតែបាយឲ្យច្រើនទៅរឿងនេះក៏បានលើដល់សារកាកែវមួយដែលទុំនៅលើម៉ែឈើក្បែរផ្ទះព្រានព្រៃនោះសារកាលើដូច្នេះបារម្ភខ្លាំងណាស់អូព្រះអើយប្រកាសជាមានគ្រោះថ្នាក់ខ្លាំងណាស់ហើយអត់ទេយើងត្រូវតែទៅប្រាប់មិត្តឲ្យបានដឹងសិនសារកាបានយករឿងព្រានព្រៃចង់ចូលទៅបរបាញ់សត្វនៅក្នុងព្រៃទៅប្រាប់មិត្តសម្លាញ់របស់វាអ្នកទាំងអស់គ្នាខ្ញុំមានដំណឹងប្រាប់អ្នកទាំងអស់គ្នាព្រានព្រៃនឹងប្រពន្ធនឹងមកបរបាញ់សម្រាប់ពួកយើងយកទៅលក់ដូរយកលុយនៅថ្ងៃស្អែកនេះហើយពួកយើងអត់ទេពួកយើងត្រូវធ្វើយ៉ាងម៉េចទេពួកយើងមិនតន់ចង់ស្លាប់ទេមិនហើយផងខ្ញុំមិនតន់ចង់ស្លាប់ទេតើវាជាថ្ងៃបញ្ចប់របស់ពួកយើងហើយមែនទេកុំបារម្ភអីអ្នកទាំងអស់គ្នាប្រសិនបើពួកយើងចង់លើបន្តជីវិតពួកយើងត្រូវតែតស៊ូរៀបរាប់ផែនការដើម្បីដោះស្រាយបញ្ហានេះគិតយ៉ាងម៉េចដែរប្រសិនបើពួកយើងនាំគ្នាបញ្ឆោតនៃព្រាននោះឲ្យទៅរកកន្លែងសត្វតោកំណាច់នោះទៅសត្វទាំងអស់គិតពីគ្រោះគ្នាបែងចែកគ្នាដើម្បីគេចផុតពីដៃព្រានព្រៃសារិកាជាអ្នកតាមដានព្រានព្រៃកណ្ដោជាអ្នករត់កាត់និងជួយគ្នាអណ្ដើកជាអ្នកបង្អាក់ដំណើរព្រានចំណែកឆ្លុះជាអ្នកបញ្ឆោតព្រានឲ្យពីកន្លែងតោអ្នកអើយរៀបចំចំណីអាហាររួចរាល់ហើយឬនៅព្រឹកណាស់ហើយចាអ្នករួចរាល់ហើយតោះយើងលុះតែព្រឹកឡើងព្រានព្រៃនិងប្រពន្ធរៀបចំព្រួយធ្នូដើរសម្ដៅទៅព្រៃធំមកដល់ក្នុងព្រៃក្បែរមាត់បឹងប្រពន្ធព្រានព្រៃឃើញអណ្ដើកវាកើមក៏ស្ទុះទៅចាប់អណ្ដើកទាំងសប្បាយចិត្តហើយប្រាប់ប្តីថាអូអ្នកអើយអណ្ដើកនេះថតល្អណាស់តែប៉ុណ្ណេះឆ្ងាញ់មាត់ហើយយើងអូអ្នកអើយទេខ្ញុំមានជំងឺឆេះមិនឆ្ងាញ់ទេអ្នកយីអ្នកទៅចាប់យកមកពីណាបានធំល្អម្ល៉េះពេលនោះសារិកាដែលទុំនៅលើម៉ែឈើក្បែរនោះស្រែកប្រាប់ព្រានព្រៃភ្លាមថាជប់បងព្រានអើយកុំទៅស៊ីអាអណ្ដើកនេះអីមើលចង់វាតូចណាស់គ្មានសាច់ទេឡើងវាទៅបើបងចង់បានខ្ញុំនឹងនាំបងទៅកន្លែងដែលមានឆ្លុះថប់សាច់ណែនវិញណាបងអេមែនតាអណ្ដើកនេះគ្មានសាច់គ្មានឈាមអីទេប្រពន្ធព្រានព្រៃឮដូច្នេះមានចិត្តលុបលន់ក៏លែងអណ្ដើកនោះទៅមែនតាយើងប្រមាញ់ក្តាន់វិញល្អជាងសបោសាច់មានជាតិទៀតផងតោះអ្នកទៅតាមសារិកាដើម្បីបាញ់ឆ្លុះវិញប្រពន្ធព្រានព្រៃឮដូច្នេះមានចិត្តលុបលន់ក៏លែងអណ្ដើកនោះទៅឯណាទៅសត្វឆ្លុះនោះចាំសិនទៅមើលបន្តិចទៀតនឹងឃើញហើយឆ្លុះនឹងកណ្ដុរនាំគ្នាលបស្ដាប់ហើយនាំគ្នារៀបចំល្បិចបន្តទៀតយើងទៅសារិកាហានាំផ្លូវព្រានព្រៃហើយនាំចូលព្រៃធំតែផ្លូវដែលវានាំទៅនោះជាកន្លែងដែលសត្វតោស្នាក់នៅដើរយូរហើយនៅមិនតាន់ដល់ទៀតដើរតាមខ្ញុំមកឲ្យលឿនឡើងមិនចឹងទេឆ្លុះនោះវារត់ទៅឥឡូវបាត់ហើយឆ្លុះនឹងជ្រូកព្រៃនាំគ្នាទៅពួននៅផ្លូវខាងមុខចាំស្ទាក់ផ្លូវព្រាននោះពួកគេមកជិតដល់ហើយត្រៀមខ្លួនទៅយើងព្រានព្រៃនិងប្រពន្ធនាំគ្នាដើរតាមសារិការហូតដល់កន្លែងមួយដែលឆ្លុះរងចាំទីនោះនៅក្បែរជំរករបស់សត្វតោឯណាទៅសត្វឆ្លុះនោះមិនមិនឃើញដើរមកយូរហើយមិនឃើញសោះចឹងឆ្លុះធ្វើជាចេញបង្ហាញខ្លួនឲ្យព្រានព្រៃឃើញព្រានបំរុងនឹងបាញ់ឆ្លុះទៅហើយតែសារិកាបន្ថែមថាបងព្រានឆ្លុះនេះតូចណាស់បងកុំបាញ់នាំតែសត្វធំផ្អើលអស់ទេបងតាមខ្ញុំមកនៅខាងមុខដល់កន្លែងគោព្រៃហើយបងចាំបាញ់គោព្រៃវិញល្អជាងបងពេលនោះប្រពន្ធព្រានព្រៃមើលឃើញតោឈ្មោះឈរបែរខ្នងប្រពន្ធព្រានព្រៃស្មានតែគោព្រៃក៏ហៅប្តីឲ្យទីបាញ់អូអ្នកអើយស្អីនោះប្រកាសជាគោព្រៃមិនខានទេវ៉ាវធំណាស់ស្អីគេចេះប្រកាសជាគោព្រៃមិនខានទេតោលីដូច្នេះក៏គិតក្នុងចិត្តថាមើលទៅចំណីយើងចិត្តមករកយើងដោយខ្លួនឯងហើយតើថ្ងៃនេះយើងនឹងបានអាហារឆ្ងាញ់មាត់មិនខានទេតោធ្វើជាដើរចេញពីឆ្ងាយបញ្ឆោតឲ្យព្រានព្រៃដើរបាញ់ពីក្រោយបួងលួងចិត្តព្រានព្រៃឲ្យតាមទៅដល់ជំរករបស់ខ្លួនដើម្បីងាយស្រួលសង្គ្រប់ចាប់ព្រានព្រៃស៊ីជាចំណីបាញ់បានហើយព្រានបំរុងនឹងបាញ់សត្វតោម្ដងទៀតតើងាកមកសង្គ្រប់ព្រានព្រៃយ៉ាងឆាប់រហ័សម៉ែអើយគោព្រៃឯណាលោកអើយតោសោះរត់សិនហើយវើយព្រានព្រៃភ័យណាស់ខំរត់ឲ្យលឿនរត់យ៉ាងណាឲ្យផុតពីចង្កូមរបស់សត្វតោជួយផងជួយផងរីឯប្រពន្ធព្រានព្រៃវិញជ្រូកព្រៃឆ្លុះអណ្ដាតសារិកាក៏ភ័យនាំគ្នាកិច្ចចេញពីកន្លែងនេះមិនហ៊ានងាកក្រោយហេមកវិញភ្លាមពួកអាសត្វចង្រៃមកវិញភ្លាមតោមិនបានដេញតាមប្រពន្ធព្រានព្រៃទេវាដេញតាមតែព្រានព្រៃម្នាក់គត់ស្អីចេះអូសត្វតោ
ឈប់ដេញយើងទៅអាតោចង្រៃ នេះព្រានខំរត់ទាំងត្រដាប់ត្រដួសតាក់នឹងបន្លារបួសពេញខ្លួនតែដោយសារតែភ័យខ្លាចសេចក្តីស្លាប់មកដល់រត់ទាំងត្រដាប់ត្រដួសមិនងាកក្រោយតក៏សោះរត់ទៅមុខទៀតអូយអូយឈឺណាស់អូយព្រានរត់មិនងាកក្រោយពេលរត់ទៅដល់កន្លែងមួយមានរូងដីព្រានរត់មិនបានមើលក៏ធ្លាក់ចូលបោកក្បាលនឹងថ្មស្លាប់បាត់ទៅនេះជាកម្មពីរបស់ព្រានដែលតែងតែបរបាញ់សម្រាប់សត្វព្រៃចំណីរបស់យើងទើបណាបាត់ហើយចាប់តាំងពីពេលនោះមកសត្វទាំងអស់រស់នៅយ៉ាងមានសេចក្តីសុខមិនមានការគំរាមកំហែងពីព្រានព្រៃកំណាចតរៀងមក